បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះគឺពុកម៉ែបងប្អូនវិលត្រឡប់មកជួបជាមួយខ្ញុំបាទជាបន្តទៀតហើយផងដែរដែលខ្ញុំតែងតែនិយាយអំពីព័ត៌មានដែលថៃបានចុះផ្សាយអំពីប្រទេសកម្ពុជាយើងផងដែរតែថ្ងៃនេះគឺខ្ញុំលើកយកព័ត៌មានមួយដែលខ្ញុំយកពីគេហទំព័រ Facebook មួយរបស់ប្រទេសថៃគឺមានឈ្មោះថា Thai News Post ផងដែរដែលថ្ងៃនេះក៏គេបានចុះផ្សាយអំពីកម្ពុជាយើងទៀតហើយពុកម៉ែបងប្អូនអំពីរឿងបញ្ហាព្រំដែនដែលមិនទាន់ចប់នឹងហើយពុកម៉ែបងប្អូនហើយថ្ងៃនេះគេបានចុះផ្សាយថាឥឡូវខ្ញុំសូមមើលព័ត៌មានដែលបានចុះផ្សាយមេបញ្ជាការកងទ័ពថៃចង់ឲ្យប្រជាជនថៃផ្ដល់កម្លាំងចិត្តដល់កងទ័ពថៃពីព្រោះពួកគេបានលះបង់ជីវិតដើម្បីការពារទឹកដីរួចហើយគេបន្តទៀតថាហើយក៏ដណ្ដើមយកទឹកដីត្រឡប់មកវិញបានហើយគេបន្តទៀតថាចំពោះទឹកដីដែលនៅសល់ពួកគេនឹងយកមកវិញនាពេលឆាប់ខាងមុខនេះផងដែរដូចជាខេត្តសៀមរាបបាត់ដំបងនិងប្រាសាទព្រះវិហារផងដែរនេះគឺជាការលើកឡើងរបស់គេហើយគេបន្តទៀតថាដូចគឺជាទឹកដីរបស់ពួកគេគឺគេត្រូវយកទឹកដីត្រឡប់មកវិញឲ្យបានជាដាច់ខាតហើយគេបន្តទៀតថាពួកគេគឺមិនបន្តឲ្យប្រទេសកម្ពុជារបស់យើងនឹងគឺគ្រប់គ្រងទៀតនោះទេគឺគេបន្តទៀតថាកងទ័ពជើងអាកាសកងទ័ពជើងគោកហើយនិងជើងទឹកបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ធ្វើការប្រយុទ្ធត្រឹមតែរងចាំបទបញ្ជាតែប៉ុណ្ណោះគេនឹងវាយសម្រុកចូលតែម្ដងមិនទុកយូរបន្តទៀតនោះទេរឿងសំខាន់គឺបានត្រៀមធ្វើសង្គ្រាមយូរមកហើយគឺដើម្បីចាប់ខ្លួនសម្ដេចមកដំណើរការក្តីឬក៏ធ្វើឃាតដោយការទម្លាក់គ្រាប់បែកឲ្យបាត់បង់ជីវិតតែម្ដងនេះគឺជាបំណងអាក្រក់របស់កងទ័ពថៃដែលគេបានចុះផ្សាយថ្ងៃនេះផងដែរពុកម៉ែបងប្អូនគេបន្តទៀតថានេះគឺជាការលើកឡើងរបស់កងទ័ពថៃគឺរដ្ឋមន្ត្រីក្រសួងការពារជាតិនឹងឯងពុកម៉ែបងប្អូនឬក៏កងទ័ពថៃនឹងឯងគេបាននិយាយបែបនេះគេបន្តទៀតថាព្រោះថាសម្ដេចមើលងាយប្រទេសថៃថាប្រជាជនថៃគ្មានចំណេះដឹងប្រជាជនថៃពូកែឆ្លាតមិនដល់ខ្លួននេះគឺជាការលើកឡើងរបស់គេពុកម៉ែបងប្អូនដែលគេចោទថាសម្ដេចយើងនឹងត្រូវបានចោទប្រកាន់ថាប្រទេសថៃនឹងគឺមិនពូកែឬក៏គ្មានអ្នកដែលល្អអ្នកដែលឆ្លាតដូចប្រទេសកម្ពុជារបស់យើងពុកម៉ែបងប្អូននេះគឺជាការចោទប្រកាន់របស់គេបន្តទៀតថាហើយក្រៅពីនេះហើយសូមផ្ដាំផ្ញើដល់រដ្ឋមន្ត្រីកម្ពុជាថាត្រូវតែបញ្ឈប់ពាក្យថាឈ្លានពានខ្មែរថៃឈ្លានពានខ្មែរទៀតទៅពុកម៉ែបងប្អូនហើយកន្លែងនេះគឺគេថាចង់ឲ្យកម្ពុជារបស់យើងឬក៏នាយករដ្ឋមន្ត្រីរដ្ឋាភិបាលកម្ពុជារបស់យើងគឺចង់ឲ្យយើងនឹងបញ្ឈប់ពាក្យថាថៃឈ្លានពានខ្មែរបើយើងនិយាយទៅគឺទាំងខ្ញុំទាំងរដ្ឋាភិបាលទាំងប្រជាជនកម្ពុជាទាំងអស់គឺមិនអាចបញ្ឈប់ពាក្យថាថៃឈ្លានពានខ្មែរបានទេពុកម៉ែបងប្អូនការពិតគឺថៃគឺជាអ្នកឈ្លានពានទឹកដីខ្មែរយើងពិតប្រាកដណាស់ពុកម៉ែបងប្អូនយើងមិនអាចឈប់បានទេយើងគឺត្រូវតែនាំគ្នាពាក្យការពាក្យនេះផងដែរសម្រាប់ថ្ងៃតទៅមុខទៀតផងដែរពុកម៉ែបងប្អូនហើយគេបន្តទៀតថាព្រោះថាថៃកំពុងវាយយកទឹកដីថៃតាមផែនទី1លើ50000ឬក៏1លើ50,000ត្រឡប់មកវិញដែលជាផែនទីពិតប្រាកដហើយទីបញ្ចប់សូមផ្ញើដល់សម្ដេចហ៊ុនម៉ាណែតឲ្យឈប់ទាមទារទឹកឲ្យថៃបកគលទឹកដីដែលថៃវាយដណ្ដើមបានបកគលឲ្យកម្ពុជាវិញទៀតទៅពួកគេគឺគ្មានថ្ងៃបកគលឲ្យវិញទេហើយពួកគេគឺមិនចង់ដោះស្រាយនៅប្រព័ន្ធការទូតឬក៏ទៅអង្គការអន្តរជាតិទេគេថាបើសិនជាកម្ពុជារបស់យើងចង់បានទឹកដីត្រឡប់ទៅវិញគឺកម្ពុជាអាចវាយដណ្ដើមបានត្រឡប់ទៅវិញផងដែរគឺកងទ័ពថៃគឺរងចាំ24ម៉ោងផងដែរនេះគឺជាការលើកឡើងរបស់គេពុកម៉ែបងប្អូនគេថាបើសិនជាកម្ពុជារបស់យើងចង់បានទឹកដីត្រឡប់ទៅវិញគឺកម្ពុជាអាចវាយដណ្ដើមយកវិញបានផងដែរដែលកងទ័ពថៃគឺត្រៀម24ម៉ោងសម្រាប់ការប្រយុទ្ធម្ដងទៀតផងដែរបើសិនជាចង់ឲ្យគេដោះស្រាយនៅតុលាការអន្តរជាតិឬក៏នៅប្រព័ន្ធផ្លូវច្បាប់ណាមួយគឺគេមិនចង់ដោះស្រាយទេពុកម៉ែបងប្អូនគឺគេចង់ឲ្យកម្ពុជារបស់យើងបើសិនជាយើងខ្លាំងមែនគឺអាចវាយដណ្ដើមដូចជាថៃវាយដណ្ដើមទឹកដីរបស់យើងផងដែរគឺគេរងចាំ24ម៉ោងផងដែរសម្រាប់ការបើសិនជាកងទ័ពកម្ពុជារបស់យើងចង់ដណ្ដើមយកទឹកដីវិញពុកម៉ែបងប្អូនហើយគេបន្តទៀតថាពីមុនអួតថាពូកែហេតុអីពេលនេះមិនពូកែទៀតទៅបើខ្លាំងមែន
យកកងទ័ពមកវាយយកទឹកដីត្រឡប់វិញទៅគេថាកងទ័ពថៃគឺរងចាំ24ម៉ោងជានិច្ចសូមមិនទាន់ផងនេះគឺជាការញុះញង់របស់គេគឺជាពាក្យញុះញង់របស់គេផងដែរបងប្អូនគឺថាគេកងទ័ពគេរងចាំ24ម៉ោងសូមឲ្យលឿនអញ្ចឹងបងប្អូនចង់ជួបអញ្ចឹងបងប្អូនអួតថារៀនចប់សហរដ្ឋអាមេរិកទាហានថៃរៀនចប់សហរដ្ឋអាមេរិកមានច្រើនរាប់ម៉ឺននាក់ហើយអត់មានអ្នកណានិយាយកុហកម្នាក់គេបន្តទៀតថាត្រកូលហ៊ុនគឺកំពូលកុហកទាំងឪទាំងកូននេះគឺជាការចោទប្រកាន់របស់ខាងថៃទាំងរដ្ឋាភិបាលថៃនិងកងទ័ពថៃផងដែរគេថាសម្ដេចជាមួយនឹងសម្ដេចតេជោជាមួយសម្ដេចធិបតីនឹងគឺជាអ្នកកំពូលកុហកអញ្ចឹងពុកម៉ែបងប្អូននេះគឺជាការលើកឡើងនិងចោទប្រកាន់របស់ថៃផងដែរបាទពុកម៉ែបងប្អូនហើយការនិយាយអំពីការចុះផ្សាយរបស់ព័ត៌មានថៃថ្ងៃនេះក៏មានត្រឹមតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនហើយរឿងខ្លះណាក៏ជារឿងមិនពិតដែរពុកម៉ែបងប្អូននេះគឺជាការលាបពណ៌របស់ថៃផងដែរតែគេបានចោទពីនេះពីនោះចោទយើងអាក្រក់អញ្ចឹងពុកម៉ែបងប្អូនហើយនេះគឺជាការចុះផ្សាយរបស់គេផងដែរពុកម៉ែបងប្អូនពុកម៉ែបងប្អូនហើយវីដេអូរបស់ខ្ញុំក៏បានដល់ទីបញ្ចប់បើសិនជាមានការចុះផ្សាយថ្មីរបស់ថៃខ្ញុំនឹងធ្វើវីដេអូដើម្បីបង្ហាញឲ្យពុកម៉ែបងប្អូនដើម្បីឲ្យពុកម៉ែបងប្អូនខ្មែររបស់យើងបានដឹងពីការនិយាយអាក្រក់ពីកម្ពុជារបស់យើងផងដែរពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនហើយវីដេអូរបស់ខ្ញុំក៏បានដល់ទីបញ្ចប់ហើយបើសិនជាពុកម៉ែបងប្អូនស្រឡាញ់នៅវីដេអូរបស់ខ្ញុំសូមពុកម៉ែបងប្អូនជួយ follow page របស់ខ្ញុំម្នាក់មួយនិងជួយ subscribe channel YouTube របស់ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីជាបន្តទៀតផងដែរហើយគណៈពីនេះខ្ញុំបាទក៏សូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយបាយបាយ